សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដំណើរកំសាន្តរបស់ខ្ញុំទៅស្រុកជុំគិរីទៅលេងចកាប៉ាក្មេកខ្ញុំហើយនេះយើងមកដល់ផ្សារឈុកហើយយើងបត់ស្ដាំហើយតាមផ្លូវពីផ្សារឈុកមកគេកំពុងតែធ្វើតែធ្វើនេះធ្វើបានស្អាតហើយមានលឹមតិចៗចឹងទៅត្រជាក់មែនតែនការធ្វើដំណើរយើងក៏រលូនហើយរហូតមកដល់វត្តអង្គដែតខ្លោងទ្វារចូលពីផ្សារឈុកមកប្រហែលជា3គីឡូហ្នឹងហើយនេះយើងចូលដល់ភូមិតាមផ្លូវយើងឃើញក្មេងៗរត់លេងសប្បាយមែនតើហើយឃើញវាសែខៀវស្ងាត់ចឹងទៅហើយនេះយើងមកដល់ផ្លូវ41នេះចន្លោះផ្លូវ41យើងទៅត្រង់តាមហ្នឹងទៅយើងទៅខាងស្រុកជុំគិរីហើយនេះពីផ្លូវ41ចូលមកខាងស្រុកជុំគិរីនេះឃើញតាមផ្លូវជួរភ្នំស្អាតខ្លាំងហើយសិតតែជួរភ្នំហើយភ្លៀងហើយទៀតគឺវាពណ៌ខៀវស្អាតមែនតើហ្មងហើយនេះយើងមកដល់ភ្លាមយើងមានការងារធ្វើយើងត្រូវទៅកាប់ដីដើម្បីបរហូតទឹកចេញនេះសកម្មភាពពូហើយនឹងប៉ាក្មេកគាត់កំពុងតែធ្វើការហើយចប់ពីការងារដាំដំណាំរបស់ពួកគាត់នឹងគាត់នាំគ្នាលេងមន់តែលេងនេះមិនមែនជាការលេងដាក់លុយអីទេគាត់ឡាំមន់គ្នាអួតគ្នាមន់ណាស្អាតជាងមន់ណាខ្លាំងជាងទេហើយមិនមែនការលេងល្បែងទេអ្នកចំការគឺគាត់តែប៉ុណ្្នឹងគឺល្ងាចឡើងគាត់ចូលចិត្តលេងបែបហ្នឹងមួយគ្នាអញ្ចឹងវាអត់មានអ៊ីនធឺណិតអត់មានអីគឺសុបាយហើយនេះទេសភាពពេលល្ងាចស្អាតមែនតើហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នា